លោក Shell ខ្ញុំនិយាយទៅលោកសាវតែស្មោះត្រង់មែនណាស្មោះត្រង់អ្នកស្មោះត្រង់ចំពោះអាជ្រូកនោះប៉ុន្តែអ្នកមិនមែនជាគោលដៅរបស់ខ្ញុំទេខ្ញុំគ្រាន់តែអាចធ្វើបានលោកគ្រូ Shell ខ្ញុំដឹងថាខ្ញុំមិនមែនជាជំរឿនរបស់អ្នកទេគឺលោក Shen ប៉ុន្តែអ្នកពិតកំពុងកាន់ដៃរបស់ខ្ញុំហើយអ្នកចេញទៅប្រសិនបើលោកគ្រូ Shell អាចជួយខ្ញុំឈ្នះលោក Shen វិញទេចេញខ្ញុំជានិស្សិតជំនាញហិរញ្ញវត្ថុសុងយីស៊ូក៏ជាសវនករនៅនាយកដ្ឋានបារាំងផងដែរខ្ញុំនឹងរាយការណ៍ជូនអ្នកនៅខាងក្រោមតើអ្នកពិតជាចង់នៅចិត្តអ្នកមានមែនទេចាស់ខ្ញុំគិតបែបហ្នឹងShell Chierian គួរតែស្គាល់ខ្ញុំតាំងពីដើមដល់ចប់ខ្ញុំគ្រាន់តែចង់រកបរិងអស់សុងយីស៊ូតាមមួយណាពិតជាអ្នកមែនបញ្ជូនឡានទៅច្រកទ្វារធំលោក Shell មិនបាននិយាយថាអ្នកនឹងលេងសួរអំពីកញ្ញាសុងបញ្ជូនឡានកញ្ញាសុងលោកសៅបានសុំឲ្យខ្ញុំជូនអ្នកទៅផ្ទះជឿសូមមកជួយសង្គ្រោះខ្ញុំផងយីស៊ូលោក Chen នឹងមកទីនេះក្នុងពេលឆាប់នេះគ្រាន់តែពន្យល់គាត់អ្នកបាននិយាយថាអ្នកបានតាក់ទងជាមួយគាត់ថ្មីនេះតើមានអ្វីកើតឡើងអ្នកដឹងទេខ្ញុំមានកានីពីសម្រាប់ការបោកដោយឡែកពីគ្នាត្រូវបានយុវជនម្នាក់រំលោភនិងលាតត្រដាងគាត់មិនដឹងថាខ្ញុំកំពុងណាត់ជួបមនុស្សជាច្រើនវិធីសាស្ត្ររបស់គាត់គឺខូខើជាពិសេសបើគាត់ដឹងគាត់ច្បាស់ជាមិនឲ្យខ្ញុំទៅទេវាអ្នកគ្រាន់តែសុំឲ្យខ្ញុំមកជួយអ្នកបង់ប្រាក់អ្នកបាននិយាយថាកាតរបស់អ្នកមានកំណត់នោះមិនសំខាន់ទេស្ដាប់ខ្ញុំគ្រួសារលោក Chen ជាគ្រួសារជីក្រែសម្បូរបែបណាស់អ្នកអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីគាត់ខ្ញុំមិនអាចជួយអ្នកបានទេវាយឺតពេកហើយប្រសិនបើអ្នកមិនជួយបើមិនដូច្នេះទេអ្នកនឹងត្រូវបានចាត់ទុកថាជាអ្នកសំគំនិតជាមួយខ្ញុំដោយលោក Chen ខ្ញុំនឹងដោះស្រាយជាមួយអ្នកតាមរបៀបដែលគាត់បង្រៀនខ្ញុំមិនថាអ្នកជួយខ្ញុំទេអ្នកជ្រើសរើសទៅលោក Chen មនុស្សដែលអ្នកចង់បានខ្ញុំបាននាំឲ្យអ្នកដើមឡើយខ្ញុំខឹងខ្លាំងណាស់សម្រាប់ជាប្រយោជន៍របស់មិត្តអ្នកខ្ញុំនឹងទុកអ្នកនៅថ្ងៃនេះលោក Chen កុំបារម្ភអីខ្ញុំនឹងមិនហ៊ានធ្វើបែបនោះទៀតទេលោក Chen ខ្ញុំគ្មានចិត្តណាចូលរួមក្នុងចំនួនរវាងអ្នកនិងលេវីទេខ្ញុំក៏មិនដឹងដែររឿងនេះមិនពាក់ព័ន្ធខ្ញុំទេខ្ញុំចេញទៅមុនហើយឈប់តើអ្នកទាំងពីរមានគម្រោងបោកខ្ញុំតើទៅយប់នេះត្រូវតែផឹកឲ្យអស់ពីចិត្តបើមិនដូច្នោះទេគ្មានអ្នកណាម្នាក់អាចចាក់ចេញបានទេខ្ញុំមិនផឹកទេវាមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេតើអ្នកចង់ដាក់ជើងនៅលើក្បាលខ្ញុំមែនទេខ្ញុំត្រូវឲ្យអ្នកផឹកវានៅថ្ងៃនេះឲ្យខ្ញុំផឹករឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេវាជាវិវិនត្រូវផឹកខ្ញុំផឹកឲ្យគាត់ចេញឲ្យឆ្ងាយតើអ្នកគិតថាអ្នកជានរណាយើងត្រូវតែផុតទោះបីជាយើងមិនចង់ក៏ដោយសូមអង្វរដល់លេងខ្ញុំទៅនាំមនុស្សនោះមកខ្ញុំវិញលោក Chen គ្រូសាលោក Shell ខ្ញុំណែនាំឲ្យអ្នកកុំបង្ក្រាបស្រីនេះមានតាក់ទងនឹងគ្រូសា Shell លោក Shell តើអ្នកអាចដាក់ខ្ញុំចុះសិនបានទេសុងយីស៊ូ
អ្នកកំពុងដូរកើឡើងម្ដងទៀត សូមអរគុណលោក Shell ប្រសិនបើអ្នកមិនបានមកជួយសង្គ្រោះខ្ញុំនៅថ្ងៃនេះខ្ញុំប្រហែល តើអ្នកភ្ញាក់ខ្លួននៅឡើងលើឡានបន្ទប់រួចរាល់ហើយ Shell Chilian អ្នកបានសង្គ្រោះខ្ញុំប៉ុន្តែនោះមិនមែនជាករណីនោះទេ យកបន្ទប់មួយហើយធ្វើលាងសម្អាតក្លិនស្រាឲ្យស្អាតធ្វើឲ្យខ្ញុំជាក្បាលស្កែនហើយខ្ញុំនឹងផ្ញើព័ត៌មានពេញលេញជូនអ្នក ហេតុអ្វី ខ្លាចថាខ្ញុំអាចធ្វើអាក្រក់ដាក់អ្នក កិច្ចសន្យាអាឡឺម៉ង់ លើកចុងក្រោយដែលអ្នកនៅចំពោះមុខសាស្ត្រាចារ្យលោកខ្ញុំមិនក្រអឹតក្រទុំទេក្រៅពីនិយាយភាសាបារាំងតើអ្នកមិនស្ទាត់ជំនាញភាសាអាល្លឺម៉ង់ទេដូច្នេះកិច្ចសន្យាអាល្លឺម៉ង់នេះពិតជាបន្ទាន់ខ្លាំងណាស់ខ្ញុំចង់មើលកំណែពេញឬតើអ្នកកំពុងគិតអំពីអ្វីផ្សេងទៀត មិនបានគិតអ្វីទេលោកមិនមានអ្នកបកប្រែអាជីពទេតើជំនួយការរបស់លោក Shell នៅទីណា ហេតុអ្វីសួរសំណួរច្រើនម្ល៉េះបើមិនចង់ធ្វើទៅចុះឥឡូវនេះ ជាការពិតណាស់មិនមែនមានន័យចឹងទេគ្រាន់តែតបស្នងព្រះគុណសង្គ្រោះជីវិតខ្ញុំ ជំរាបសួរកញ្ញាសុងមុននឹងម្ចាស់ក្មេងមកជួបអ្នកបកប្រែរបស់យើងបុគ្គលិកម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺប្រសានេះនឹងត្រូវប្រើប្រាស់នៅថ្ងៃស្អែកការបើកបរដ៏លំបាករបស់អ្នកយប់នេះជិះទៅដាក់របស់របរនៅលើតុ យើងធ្វើការនៅទីនេះ គ្មានខ្ញុំទេមានតែអ្នកប៉ុណ្ណោះប្រញាប់ឡើងហើយបញ្ចប់ការបកប្រែកិច្ចសន្យាប្រសិនបើអ្នកមិនយល់អ្វីទាំងអស់អំពីឧបករណ៍វិទ្យាសាស្ត្រអ្នកអាចសួរខ្ញុំដោយផ្ទាល់ លោកនៅទីនេះផងដែរ ខ្ញុំសម្រាប់នៅពេលអ្នកធ្វើការមើលអ្វីមិនទាន់រួចរាល់ការងារទេ អ្នកបានចាប់ផ្ដើមក្រុមហ៊ុនឧបករណ៍វិទ្យាសាស្ត្រផ្ទាល់ខ្លួនរបស់អ្នកនៅផ្ទះវាពិតជាអស្ចារ្យណាស់ប៉ុន្តែតើអ្នកមិនធ្វើការលើគម្រោងហិរញ្ញវត្ថុទេ អ្នកណាថាខ្ញុំអាចមានក្រុមហ៊ុនតែមួយឥឡូវនេះគឺ2:53ធ្វើឲ្យហើយមុនម៉ោង6ខ្ញុំចង់ឃើញកិច្ចសន្យាបកប្រែពេញលេញរបស់អ្នក លើកកំហឹងនៃជីវិតនិងបទពិសោធន៍ភាពឯកោនៅក្នុងទីក្រុងរបស់ខ្ញុំ អ្នករៀបចំខ្លួនឲ្យហើយខ្ញុំរងចាំអ្នកនៅក្នុងភោជនីយដ្ឋាន លោក Shell មិនញ៉ាំអាហារពេលព្រឹកទេ អ្នកដឹងច្រើនអំពីចំណាត់ថ្នាក់នៃវិជ្ជាជីវៈពេទ្យបានសិក្សាជាពិសេស ខ្ញុំឮថាអាហារពេលព្រឹកនៅសន្តាគារនេះឆ្ងាញ់ណាស់លោក Shell សូមអញ្ជើញមកផងដែរ សងយេស៊ូវបើអ្នកឆ្លាតគ្រប់គ្រាន់អ្នកគួរតែដឹងថាអ្វីជាផ្លូវកាត់ពិតប្រាកដ តើអ្វីទៅជាផ្លូវកាត់ដែលលោកគ្រូ Shell បានលើកឡើង ឥឡូវនេះធ្វើពុតជាមិនដឹងខ្ញុំគួរតែនិយាយថាអ្នកឆ្លាតនៅតែអាក្រក់ លោក Shell សូមកុំនិយាយលេងសើចនឹងខ្ញុំនៅតែមានការយល់ដឹងដោយខ្លួនឯង
អ្នកយល់ដឹងអំពីខ្លួនឯងរៀបការជាមួយ Shen Yuchen ប្រសិនបើវាមិនមែនសម្រាប់អ្នកខ្ញុំនឹងមិន ទោះបីជាគ្មានខ្ញុំក៏ដោយអ្នកមិនអាចចូលទៅជិតគាត់បានទេ លោក Shell មិនមានទំនុកចិត្តលើខ្ញុំទេ ស៊ូយីស៊ូអ្នកមិនសាហាវដូចមនុស្សស្រីទាំងនោះទេពួកគេក៏មិនមានគោលដៅច្បាស់លាស់ដែរតើអ្នកចង់បានអ្វី Shell Cherry ជាការពិតណាស់ខ្ញុំចង់ឡើងជណ្ដើរជាការពិតណាស់ខ្ញុំចង់ឡើងជណ្ដើរ ពេលដែលខ្ញុំចាក់ចេញពីអ្នកគាត់មានស្ត្រីផ្សេងទៀតនៅជុំវិញគាត់រួចហើយខ្ញុំប្រាប់អ្នក ខ្ញុំដឹងវាមិនមែនជារឿងធំទេគ្រាន់តែផ្លាស់ប្ដូរគោលដៅប្រសិនបើលោកគ្រូ Shell មានសុខចិត្តជួយខ្ញុំវិញ មិនអាចទៅរួច បន្ទាប់មកខ្ញុំនឹងស្វែងរកអ្នកដែលអាចជួយខ្ញុំបាន តើអ្នកកំពុងធ្វើអ្វី ថតរូបកម្របានមកកន្លែងស្អាតបែបនេះខ្ញុំមិនដឹងថាពេលណាខ្ញុំនឹងមកលើកក្រោយទេថតរូបពី3សន្លឹកភ្លាមហើយបង្ហោះវានៅលើ WeChat Moments ហេតុអ្វីត្រូវបង្ហោះនៅលើ Moments ប្រសិនបើអ្នកអាចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្កើតតួអង្គ menu ដ៏ល្អឥតខ្ចោះវាទំនងជាថាអ្នកទាំងនោះមិនមែនជាបរិសុទ្ធល្អគ្រប់គ្រាន់ទេ ការងារឥតប្រយោជន៍បែបនេះយើងគួរតែកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងតើខ្ញុំកំពុងធ្វើអ្វីខ្ញុំពិតជាចង់ជួយនាង មុំវាមានក្លិនល្អណាស់លោក Shell តើអ្នកមិនចង់បានខ្លះទេ លោក Shell ចៃដន្យម្លេះនេះគឺ Hawaiian Peking Style សម្រាប់លោក Ken នៃហុងកុងរស់នៅក្នុងទីក្រុងប៉េកាំងទេពធីតាដែលបញ្ចប់ការសិក្សាពីក្រុងយេស្ត្រីដែលនៅក្នុងផ្ទះវិឡាយុទ្ធនោះលាក់វានៅលើខ្លួនរបស់អ្នកហើយប្រហែលជាអ្នកអាចរកឃើញតម្រុយអំពីប្អូនស្រីរបស់ខ្ញុំ Messi ហេតុអ្វីបានជាអ្នកមិនទាន់ទៅផ្ទះ ចេញទៅក្រៅហើយប្រញាប់ធ្វើអីតើសន្តាគារណាដែលមានផាសុកភាពក្នុងការស្នាក់នៅខ្ញុំនៅតែមានអារម្មណ៍សោកស្ដាយពេលខ្ញុំទៅផ្ទះលោកគ្រូវ័យក្មេងសូមមេត្តាសូមឲ្យអ្នកបើកឡានជូនខ្ញុំទៅផ្ទះ គ្មានពេលទេ អរគុណតើអ្នកត្រូវការជំនួយការទេអ្នកគឺសួស្ដីកញ្ញាខ្ញុំជាអ្នកបកប្រែរបស់ Shell Cherian Lane ដោយសារតែស្ថានភាពគ្រួសារមិនល្អខ្ញុំសង្ឃឹមថា Messi អាចផ្ដល់ឱកាសឲ្យខ្ញុំបានទេខ្ញុំអាចធ្វើអ្វីបានខ្ញុំអាចជួយអ្នកកាន់កាបូបរបស់អ្នកទៅទិញទំនិញជាមួយអ្នកថតរូបឲ្យអ្នកដោយសារអ្នកមិនមែនជានារីរបស់លោក Shell មកតាមខ្ញុំ សុំយីស៊ូតើអ្នកកំពុងលេងល្បិចអ្វីទៀតហើយ ដោយសារតែលោក Shell មិនចង់ជួយខ្ញុំឈ្នះ Shen Yuchen មកវិញទេបន្ទាប់មកខ្ញុំនឹងស្វែងរកអ្នកដែលអាចជួយខ្ញុំបាន ស្វែងរក VPN អ្នកពិតជាឆ្លាតគួរឲ្យចាប់អារម្មណ៍ Messi គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សធំមួយចំនួនដែលខ្ញុំអាចជិតស្និទ្ធជាមួយគ្រាន់តែធ្វើឲ្យអស់ពីសមត្ថភាពប្រញាប់ឡើងចាស់ខ្ញុំទៅហើយ Messi តើនាងមកពីណាហើយអ្វីបានជាអ្នករកឃើញជំនួយការដ៏អាក្រក់បែបនេះនាងស្ម័គ្រចិត្តធ្វើជាជំនួយការរបស់ខ្ញុំហើយអ្វីខ្ញុំមិនប្រើវា ពីអនហាក់បានរកឃើញសប្បាយថ្មីមួយកាលពីពេលថ្មីនេះក្មេងស្រីនោះមិនដឹងទេខ្ញុំខ្លាចថាវានឹងមានបញ្ហាច្រើនពេកតើអ្នកល្ងងមែនទេ